លោកលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពកម្មវិធីអាស៊ានរដ្ឋប្រណាំងដែលមានការចូលរួមពីសំណាក់និស្សិតក៏ដូចជាមហាជនជាច្រើនដែលធ្វើឡើងនៅក្នុងគោលបំណងមួយគឺមិនត្រឹមតែវិស័យកីឡាដើម្បីសុខភាពហើយកីឡាដើម្បីសាមគ្គីភាពប៉ុណ្ណោះនោះទេការរត់ប្រណាំងនៅថ្ងៃនេះក៏ធ្វើឡើងក្នុងគោលបំណងមួយគឺស្របទៅនឹងគោលការណ៍របស់អាស៊ាននៅឆ្នាំ2020គឺអភិរក្សនៅព្រៃឈើក៏ដូចជាធនធានពណ៌បៃតងនៅលើពិភពលោកផងដែរបាទចំពោះការរត់ប្រណាំងម៉ារ៉ាតុននេះខ្ញុំគិតថាពិតជាសប្បាយចិត្តពីព្រោះថាជាយុវវ័យចូលរួមក្នុងកម្មវិធីសង្គមហើយជាកម្មវិធីកីឡាដែលយើងធ្វើឲ្យយើងមានសុខភាពល្អហើយជាការដែលយើងអបអរសាទរដល់កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ2012ឆ្នាំក្រោយនេះហើយនឹងជាមួយនឹងគោលការណ៍នៃការដែលយើងអបអរសាទរជាមួយនឹងគោលការណ៍អាស៊ានក្នុងការធ្វើយុទ្ធនាការនៃការថែរក្សាបរិស្ថាននិងយុទ្ធនាការគោលការណ៍បៃតងឆ្នាំ2020ផងដែរបាទចាញ់ឈ្នះសម្រាប់ពួកខ្ញុំមិនមែនសំខាន់ទេការសំខាន់ពួកខ្ញុំអាចចូលរួមក្នុងកម្មវិធីនេះដោយស្ម័គ្រចិត្តហើយម្យ៉ាងវិញទៀតពួកខ្ញុំចូលរួមក្នុងកម្មវិធីនឹងដែរក៏ដើម្បីការសប្បាយនិងការរាប់អានថ្មីដែរអញ្ចឹងចាញ់ឈ្នះវាមិនសំខាន់ទេការចូលរួមនេះគឺខ្ញុំសម្រេចចិត្តចូលរួមដោយសារតែខ្ញុំចង់ជួយញ៉ាំងកម្មវិធីឲ្យកាន់តែល្អសប្បាយហើយក៏ដូចជាជួយបរិច្ចាគនៅទឹកប្រាក់ខ្លះជូនដល់អង្គការផ្ទះបៃតងដែលដើម្បីជួយថែរក្សាបរិស្ថានហើយពួកគេទាំងអស់គ្នាក៏សុទ្ធតែមានឆន្ទៈក្នុងការចូលរួមជួយចែករំលែកទាំងអស់គ្នាអាដាមបណ្ឌិតកៅកំហ៊ុនទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាប្រធានសាកលវិទ្យាល័យកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអាស៊ានរត់ប្រណាំងយើងរត់ដើម្បីពិភពលោកពណ៌បៃតងដែលរៀបចំដោយសាកលវិទ្យាល័យកម្ពុជាសហព័ន្ធកីឡាអូឡ িম্প ិកកម្ពុជាសហការឧបត្ថម្ភដោយមន្ទីរពេទ្យ Royal រតនៈ United Pharma Comeris SK ក្រុមហ៊ុន Yamaha មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រធនាគារកាណាឌីយ៉ាក្រុមហ៊ុនទូរស័ព្ទចល័តស្មាត Mobile ភេសជ្ជៈបាកាសទឹកពិសាបរិសុទ្ធអឺរ៉ូតិចបណ្ណាគារសន្តិភាពគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតនិង DBSD Engineering អាដាមបណ្ឌិតកៅកំហ៊ុនមានប្រសាសន៍ថាការរត់ប្រណាំងដែលធ្វើឡើងនាពេលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនត្រឹមតែផ្ដល់នូវសុខភាពល្អសម្រាប់អ្នកចូលរួមប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងពង្រឹងពរិទ្ធនៅទំនាក់ទំនងល្អរវាងសិស្សនិស្សិតនិងមហាជនទូទៅក្នុងការផ្សព្វផ្សាយអំពីគោលបំណងក្នុងការការពារធនធានបរិស្ថានពណ៌បៃតងដែលស្របទៅនឹងទស្សនៈទានរបស់អាស៊ាននៅឆ្នាំ2020ក្នុងការធ្វើឲ្យពិភពលោកមានពណ៌បៃតងអាដាមបណ្ឌិតមានប្រសាសន៍បន្តទៀតថាការរត់ប្រណាំងដែលមានឈ្មោះថាអាស៊ានរត់ប្រណាំងយើងរត់ដើម្បីពិភពលោកពណ៌បៃតងគឺធ្វើឡើងដើម្បីឲ្យសាធារណជនទូទៅពិសេសក្នុងចំណោមនិស្សិតដែលសិក្សានៅកម្រិតឧត្តមបានយល់កាន់តែច្បាស់អំពីអាស៊ាននិងជាការអបអរសាទរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ2015អាដាមបណ្ឌិតកៅកំហ៊ុនបានបញ្ជាក់នៅគំនិតគាំទ្រចំពោះក្រុមនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកម្ពុជាដែលដឹកនាំដោយសាស្ត្រាចារ្យជីណាវីឡូពីលោកហែមសំណាងអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាព្រមទាំងតំណាងក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានគាំទ្រឲ្យការប្រារព្ធពិធីនេះដំណើរការប្រកបដោយជោគជ័យបន្ទាប់ពីអាដាមបណ្ឌិតកៅកំហ៊ុននិងគណៈអធិបតីបានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករកីឡាការិនីដែលទទួលបានលទ្ធផលទាំង6នាក់រួចមកកម្មវិធីមានការឆ្លើយនៅសំណួរស្ដីពីអាស៊ាន1984ការបកស្រាយចម្រៀងការសម្ដែងរឿងខ្លីស្ដីអំពីការការពារបរិស្ថានពណ៌បៃតងផងដែរខ្ញុំសុំទោសថ្ងៃមុនដែលខ្ញុំប្រើពាក្យសម្ដីអត់សមរម្យឥឡូវខ្ញុំដឹងហើយក្មួយប៉ាត់ថ្ងៃមុនហៅវាយខ្ញុំបាទខ្ញុំបាទហ៊ុនឌីណូធ្វើសេចក្តីរាយការណ៍ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ